Đồng bán khmai cứ chia mà đạo và thọ mối đại bánมันต่อពីចំនួន1ទៅចំនួន1ខ្សែសរសៃនីមួយៗមិនត្រឹមតែជាក្រណាត់ទេប៉ុន្តែជារឿងរ៉ាវនៃប្រវត្តិសាស្ត្រនិងអត្តសញ្ញាណជាតិខ្មែរអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយប្រជាជនខ្មែរបានប្រើប្រាស់ជំនាញនិងភាពអត់ធ្មត់ដើម្បីបង្កើតតម្បាញដ៏ស្រស់ស្អាតចាប់ពីក្រមារហូតដល់សូត្រខ្មែរលំនាំនីមួយៗសុទ្ធតែបង្ហាញពីសិល្បៈនិងប្រាជ្ញាបុរាណនៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរតម្បាញគឺជាផ្នែកមួយដ៏សំខាន់នៃការរស់នៅក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិតនៅពីក្រោយក្រណាត់មួយផ្ទាំងគឺមានការខិតខំប្រឹងប្រែងនិងពេលវេលាជាច្រើនថ្ងៃឬច្រើនខែដើម្បីទទួលបានសូត្រដ៏ល្អឥតខ្ចោះសពថ្ងៃនេះតម្បាញខ្មែរមិនត្រឹមតែជាសិប្បកម្មបុរាណប៉ុណ្ណោះទេវាជាមោទនភាពជាមរតកនិងអត្តសញ្ញាណដែលប្រជាជនខ្មែរបន្តថែរក្សាព្រោះការរក្សាវប្បធម៌គឺជាការរក្សាព្រលឹងជាតិហើយតម្បាញខ្មែរគឺជារឿងរ៉ាវរបស់កម្ពុជាដែលត្រូវបានត្បាញចូលគ្នាក្នុងខ្សែសរសៃនីមួយៗទោះបីជាទីផ្សារសម័យថ្មីមានការប្រកួតប្រជែងខ្លាំងក៏ដោយអ្នកតម្បាញខ្មែរនៅតែបន្តអភិវឌ្ឍនិងរក្សាគុណភាពដើម្បីឲ្យសូត្រខ្មែរនៅតែមានតម្លៃនិងត្រូវការនៅលើទីផ្សារជួបជាមួយនឹងលោកអ៊ំពេជ្រវាងដែលជាចាស់ទុំក្នុងភូមិតម្បាញនេះគាត់ក៏បានលើកឡើងពីប្រវត្តិនៃភូមិតម្បាញនិងដំណើរការនៃការតម្បាញផងដែរខ្ញុំបាទឈ្មោះពេជ្រវាងខ្ញុំជាអ្នកស្រុកនៅនឹងកោះសូត្រកោះកញ្ញាតៃនេះតែម្ដងខ្ញុំបាទបានជាអ្នកស្រុកនៅទីនេះហើយក៏ជាចាស់ទីទុំដែលនៅក្នុងស្រុកនេះដែរបាទតម្បាញបើសិនជាយើងនិយាយថាវាកើតមកវាយូរឆ្នាំមកហើយបាទវាមានតាំងតែពីដើមមកបើយើងនិយាយទៅប្រហែលជារាប់រយឆ្នាំហើយតម្បាញគឺប៉ុន្តែនៅកន្លែងនេះគឺទើបតែនឹងកើតនៅ2010ទេពី2010ហ្នឹងគឺយើងការរៀបចំសហគមន៍នឹងឡើងដែលមានចាប់ផ្ដើមនឹងដំបូងគឺដូចថាវាមិនបានច្រើនអីអញ្ចឹងទេមានតែ 4-5 កៃមានតែអញ្ចឹងណាហើយរហូតដល់មិនទៅជាមានភ្ញៀវប្រហែលទេ2010នោះរហូតដល់2015បាទទើបយើងបានផ្សព្វផ្សាយទៅឲ្យមានការដឹងឮច្រើននៅក្នុងស្រុកយើងណាគេហៅថាចំការស្នេហ៍កន្លែងនេះហ្នឹងហើយដល់ឥឡូវហ្នឹងគេហៅថាភូមិតម្បាញវិញហ្នឹងវិស័យសូត្រនេះគឺវាអត់ដូចអត់មានសាលាទេមួយគឺការសិក្សាអំពីវិស័យសូត្រនេះយើងរៀនអំពីតាំងពីយាយទួតយាយអីហ្នឹងមកតគ្នាមកហ្នឹងហើយអ្នកស្រុកអ្នកភូមិអញ្ចឹងណាគេចេះល្វីគេចេះប្រម៉ោកសូត្រគេចេះចលក់ពណ៌ដាក់រៀបចំចូលក្នុងកៃលើកគុំលើកអីទៅតាមតែគេហៅថាការងារប្រពៃណីហ្នឹងហើយគេហៅថាវាយូរឆ្នាំមកហើយពីការចេះតគ្នានឹងមកណាមួយហ្នឹងហើយនៅក្នុងការចិញ្ចឹមតកូវនាងហ្នឹងគឺយើងឃើញថាមានផលវិបាកច្រើនប៉ុន្តែដោយសារតែការងារហ្នឹងវាខ្លាយទៅជាការងារជាទម្លាប់អញ្ចឹងទៅយើងអាចដឹងបើយើងចំណុចពិបាកហ្នឹងគឺខែភ្លៀងក៏យើងពិបាកដែរធ្វើឲ្យឆ្អាំទឹកឆ្អាំអីនៅលើចង្អេរអញ្ចឹងណាហើយទៅដង្កូវហ្នឹងក៏មិនអាចមានសុខភាពល្អដែរហើយជាពិសេសទៀត
បើសិនណាជាយើងឲ្យចំណីអាហារមិនគ្រប់គ្រាន់ក៏វាមិនមានសុខភាពនឹងផលិតសូត្របានល្អដែរហើយទី3ទៀតដូចជាមានការចិញ្ចឹមវាមានផ្សែងមានក្លិនមានមនុស្សម្នាមកអើតវាច្រើនក៏វាអាចជោគជ័យបានដែរពីព្រោះអីដង្កូវនាងវាតមក្នុងការក្លិនក្នុងការមនុស្សថ្មីអញ្ចឹងទៅអញ្ចឹងហើយធ្វើការលំបាកដែរនៅពេលណាយើងបានសម្បុកនាងហើយហ្នឹងក៏យើងចាប់ផ្ដើមយកសម្បុកនាងយកមកហ្នឹងយើងយកដាក់ចូលទាំងទឹកក្តៅទៅដាំដើម្បីឲ្យវាពុះធ្វើឲ្យវារំសោះក្នុងសម្បុកនាងហ្នឹងទើបបានយើងយកស្លឹកត្រប់ហ្នឹងក៏ផ្ដិតវាហ្នឹងឲ្យទាញមកដើម្បីឲ្យបានសរសៃសូត្រច្រើនអញ្ចឹងទៅគុំគ្នាប្រហែលជា20ទៅ21 25អីចឹងទៅបានយើងធ្វើបានមួយសរសៃយើងល្វីអញ្ចឹងទៅណាហ្នឹងហើយការល្វីអញ្ចឹងយើងដៃមួយខាងស្ទាបអញ្ចឹងទៅបើវាទូចពេកយើងធ្ពក់វាមកចូលគ្នាមកឲ្យធំទៅធ្វើម៉េចឲ្យតាមសរសៃវាធ្វើម៉េចឲ្យមានវាមានទំហំល្មមដែលយើងអាចទទួលបានហ្នឹងហើយពួកបរោះពូគ្រាន់តែឃើញស្ត្រីត្បាញហ្នឹងគឺយ៉ាប់ចំនួនហើយប៉ុន្តែគាត់ត្បាញជួនកាលទៅភ្លៀងច្រើនអញ្ចឹងទៅសូត្រគាត់ក៏ស្អិតអញ្ចឹងមានការលំបាកដែរហើយជួនកាលសរសៃសូត្រហ្នឹងមិនសូវមាំល្អហ្នឹងក៏វាឆាប់ដាច់ច្រើនអីចឹងទៅគាត់ឲ្យបាយសូត្រឡើងវិញអីចឹងទៅសិតឲ្យបានល្អអញ្ចឹងទៅអានេះឲ្យគោមផ្កាហ្នឹងជួនកាលយើងត្បាញទៅវាអាចទៅពាក់ហ្នឹងហើយវារុះវារើវាធ្វើឡើងវិញទៅប៉ុន្តែដោយសារជំនាញស្ត្រីនៅទីនេះវាមានការអត់ធ្មត់ច្រើនអញ្ចឹងទើបត្បាញទៅឲ្យបានកើតចេញជាសពុតមានគូមផ្កាល្អអញ្ចឹងទៅបានបញ្ជូនទៅទីផ្សារអញ្ចឹងទៅណាហ្នឹងហើយប៉ុន្តែបើសរុបមកវិញការត្បាញហ្នឹងមិនស្រួលទេគឺមានតើមានការអត់ធ្មត់ច្រើនទើបបានធ្វើការជាមួយសរសៃសូត្របានបាទដែលចុងក្រោយបំផុតនេះគឺខ្ញុំបាទជាចាស់ជីទុំម្នាក់នៅក្នុងសហគមន៍នេះគឺខ្ញុំឲ្យបងប្អូនដែលកូនក្មួយនិងលោកជំទាវអុកញ៉ាទាំងឡាយបាទដែលនៅក្នុងស្រុកក៏ដូចជានៅក្នុងក្រៅប្រទេសសូមសប្បាយរីករាយនៅក្នុងការហ្នឹងហើយជាផលិតផលខ្មែរយើងដែលមានពីបរមបុរាណមកហើយមានរចនាបថហើយមានគូមផ្កាដ៏ស្រស់បំព្រងដែលមិនមានគូប្រៀបនេះគឺយកទៅតុបតែងខ្លួនទៅធ្វើឲ្យបានល្អនឹងនៅក្នុងការប្រពៃណីខ្មែររបស់យើងហ្នឹងគឺស្ថិតនៅក្នុងភាពមួយក៏សេរីសួស្តីក៏ដូចជាមានភាពមួយសប្បាយរីករាយក្នុងការតុបតែងរបស់ខ្លួនប្រាណរបស់យើងនៅក្នុងគ្រប់គេហៅថាបុណ្យទានក៏ដូចជាថ្ងៃអាពាហ៍ពិពាហ៍កូនចៅក៏ដូចជាកូនកំលោះកូនកំមុំផងដែរបាទហ្នឹងហើយបាទមានពុកម៉ាក់ខ្ញុំនេះមួយល្អបាទទោះឈឺយ៉ាងណាក៏មកដែរបាទ